ប៉ាខ្ញុំឈឺដៃពេទ្យហើយឆាប់យកលុយ20ម៉ឺនឲ្យខ្ញុំអញ្ចឹងអូននិយាយច្បាស់មកគឺប៉ាអូនឈឺឬក៏ប៉ារបស់បងឈឺអីយ៉ាប៉ាខ្ញុំមិនមែនជាប៉ាបងទេអីកុំនិយាយច្រើនឆាប់វេលុយឲ្យខ្ញុំមកឲ្យលឿនឡើងបានជាប៉ារបស់អូនជាអ្នកឈឺអញ្ចឹងហេតុអីបានជាមិនយកលុយពីបងវិញទៅរកបងប្រុសរបស់អូនទៅបងប្រុសខ្ញុំគេទៅទិញណាំថ្មីឥឡូវនេះគេមានលុយមកពីណាបងប្រុសអូនឆ្នាំមុនទៅទិញផ្ទះថ្មីឆ្នាំនេះទិញណាំទំនើបទៀតគេពិតជាមានលុយមែនចាសៀវមីងខ្ញុំដឹងថាបងមិនពេញចិត្តបងប្រុសខ្ញុំទេប៉ុន្តែឥឡូវនេះគឺគ្មានលុយខ្ញុំគួរធ្វើយ៉ាងម៉េចទៅបានជាគេគ្មានលុយអូនឲ្យបងទៅរកលុយ20ម៉ឺននេះមកពីណាស្ថានភាពក្រុមហ៊ុនយើងឥឡូវនេះយ៉ាងម៉េចមិនមែនអូនមិនដឹងទេហើយយ៉ាខ្ញុំមិនខ្វល់ទេចុះប៉ាខ្ញុំឥឡូវនេះឈឺហើយបងគឺជាកូនប្រសាកូនបើបងមិនយកលុយមកអ្នកណាជាអ្នកយកលុយទៅព្យាបាលគាត់ទៅសរុបមកលុយនេះមួយកាក់ក៏បងមិនចេញដែរប៉ារបស់អូនឈឺមិនតាក់ទងស្អីជាមួយនឹងបងទេបងគឺជាអ្នកក្រៅសោះមិនមែនទេចាងសៀវមីងស្ដាប់មើលខ្លួនឯងនិយាយទៅជាពាក្យមនុស្សដែរទេខ្ញុំជាប្រពន្ធបងប៉ារបស់ខ្ញុំក៏ដូចជាប៉ាបងចុះបងមិននឹងអាចខ្លាចទៅជាអ្នកក្រៅបានទៅហេតុអីខ្ញុំជាអ្នកក្រៅនេះជាពាក្យម៉ាក់អូននិយាយដល់ផ្ទាល់មាត់ឆ្នាំមុនផ្ទះពួកអូនរើអូនមិនបានលុយសំបីតែ1សេនពេលនោះម៉ាក់អូននិយាយយ៉ាងម៉េចអូនគឺជាមនុស្សស្រីដែលរៀបការចេញទៅក្រៅហើយគ្មានសិទ្ធិយកលុយនេះទេប៉ាម៉ាក់អូនមានតែប្អូនប្រុសអូនដែលជាកុំការម្នាក់ប៉ុណ្ណោះថ្ងៃក្រោយពួកគាត់ចាស់ហើយឈឺគ្មានអ្នកណាមើលថែពឹងលើប្អូនប្រុសអូនគឺគ្រប់គ្រាន់ហើយមិនត្រូវការឲ្យពួកយើងរវល់ទេពេលនោះខ្ញុំចិត្តល្អដាស់តឿនប៉ាម៉ាក់អូនបន្តិចនិយាយថាលុយនេះកុំឲ្យតែប្អូនប្រុសអូនទាំងអស់ឲ្យពួកគាត់ទុកខ្លួនឯងខ្លះទៅពួកគាត់និយាយថាម៉េចនេះគឺជារឿងគ្រួសារអូនមិនដល់វិញអ្នកក្រៅដូចបងលោកដៃទេនេះគឺជាពាក្យពិតរបស់ម៉ាក់អូនណាមិនមែនទេចាងសៀវមីងរឿងនេះកន្លងផុតទៅកន្លះខែទៅហើយមិនក៏បងនៅចាំទៀនចិត្តចង្អិតចង្អល់ម្លេះប៉ាខ្ញុំឥឡូវនេះដេញនៅលើក្រែពេននៅជាប៉ាបង្កើតខ្ញុំទៀនរឿងនេះបងមិននឹងអាចមិនខ្វល់បានទៅប្រកាសជាបងប្រុសអូនជាអ្នកខ្វល់ហើយបងប្រុសអូនជាកូនបង្កើតរបស់ប៉ាអូនមិននឹងដល់វិញអ្នកក្រៅដូចជាបងម្នាក់នេះនៅមែនទៀតពួកយើងរៀបការមក10ឆ្នាំហើយតាំងពីរៀបការមកដល់ពេលនេះការប្រាក់ខែអូនទុកនៅប៉ាម៉ាអូនរហូតមកការចំណាយនៅក្នុងផ្ទះយើងអូន1សេនក៏មិនអាចយកចេញមកដែរការប្រាក់ខែអូននោះអូបងជាមនុស្សប្រុសម្នាក់ដែលចង់កាត់ប្រាក់ខែពីមនុស្សស្រីពួកយើងរកលុយចិញ្ចឹមគ្រួសារឬមួយក៏តែជាការងារបងជាមនុស្សប្រុសដែលអាចធ្វើបានទេបងចង់បានប្រាក់ខែអូនរឿងនេះបងគិតក៏មិនហ៊ានគិតដែរក្រែងការប្រាក់ខែអូនទុកនៅប៉ាម៉ាអូនជាអ្នកថែរក្សាមែនទេឥឡូវនេះគាត់ឈឺត្រូវការលុយយកការប្រាក់ខែអូនទៅគឺបានហើយតាលុយនោះប្រើមិនបានឬក៏មិនអាចប្រើឆ្នាំមុនក្រុមហ៊ុនបងជួបការលំបាកធំយ៉ាងនេះបងថាយកលុយរបស់អូនមកប្រើបន្តិចសិនប៉ុន្តែអូនមិនព្រមឥឡូវនេះល្អហើយប៉ារបស់អូនឈឺដៃពេកំពុងតែត្រូវការលុយឲ្យអូនយកមកអូននៅតែថាយកមិនបានអញ្ចឹងតើវាប្រើមិនបានឬក៏មិនអាចប្រើបានឲ្យប្រកាសទៅយ៉ាងម៉េចលុយនេះអូនទុកបង្កើតកូនតាមមែនទេហើយយ៉ាលុយនោះខ្ញុំឲ្យប្អូនប្រុសទិញផ្ទះហើយប្អូនប្រុសអូនស្អីក៏ប្អូនប្រុសអូនដែរឆ្នាំមុនក្រុមហ៊ុនរបស់បងជួបការលំបាកយ៉ាងធំឲ្យអូនយកមកប្រើប៉ុន្តែអូនមិនព្រមឥឡូវនេះទិញផ្ទះឲ្យប្អូនប្រុសអូនពេញចិត្តហើយមែនទេចុះក្រុមហ៊ុនបងជួបការលំបាកអូនយល់ថាបងប្រកាសជាដោះស្រាយបានហើយប្អូនប្រុសខ្ញុំបើមិនបានខ្ញុំជួយគេអ្នកណាជួយគេទៅប្អូនប្រុសអូនឆ្នាំមុនក្រុមហ៊ុនរបស់ពួកយើងជួបវិបត្តិបើមិនបានមិត្តភក្តិរបស់បងប្រមាណអ្នកនោះទេក្រុមហ៊ុនរបស់ពួកយើងគ្មានតាំងពីពេលនោះមកហើយស្អីក៏ឲ្យប្អូនប្រុសអូនខ្ញុំប្រាប់អូនតាមត្រង់ឥឡូវនេះក្រុមហ៊ុនរបស់ពួកយើងសូម្បីតែលុយមិនសិនក៏គ្មានដែរបងគ្មានមិនចិត្តតែខ្ចីគេទេតែរំមិនល្អរបស់បងប្រមាណអ្នកនោះខ្ចីទៅក្រែងពួកគេជួយយើងម្ដងហើយមែនទេតែខ្ចីម្ដងទៀតជួយម្ដងទៀតក៏ជាការជួយដែរជួយពី3ដងក៏អញ្ចឹងដែរអូនគឺជាប្រពន្ធរបស់បងមិនជួយបងក៏ហីទៅអូនឥឡូវនេះឲ្យបងតែខ្ចីលុយគេមើលជំងឺប៉ារបស់អូនទៀតបងមិនដឹងនោះគឺអូនម្នាក់មិនមែនគ្រួសារអូនទាំងមូលទេស្មាងអីរឿងនៅក្នុងគ្រួសារអូនឲ្យបងគឺជាអ្នកស្ដាយពួកគេមានដៃមានជើងស្មាងអីឲ្យបងទៅចិញ្ចឹមពួកគេទៀតនោះអីចាឥឡូវនេះភ្លើងឆេះដល់ចិញ្ចឹមទៅហើយបងមិននឹងអាចនិយាយច្រើនបែបនេះអញ្ចឹងទៅអេក្រែងមិនល្អរបស់បងប្រមាណអ្នកនោះមានលុយណាស់មែនទេទៅរកខ្ចីពួកគេមកពេលក្រុមហ៊ុនពួកយើងជួបវិបត្តិគឺគេជាអ្នកជួយបងឥឡូវមានមនុស្សចាស់ដេញនៅពេទ្យទៅហើយរកពួកគេខ្ចីបន្តិចទៀតទៅពួកគេប្រកាសជាជួយយើងមិនខាននោះទេស្មាងអីទៅលឺហ្វីលុយរបស់មិនល្អរបស់បងក៏មិនមកខ្ចប់បោកមកបានដែរឲ្យលុយមកអូនប្រើទាំងអស់ពួកគេប្រើស្អីទៅអញ្ចឹងបងមានន័យថាយ៉ាងម៉េចបងមានន័យថាមិនខ្វល់មែនទេខ្វល់ស្អីខ្ញុំខ្វល់យ៉ាងម៉េចក្រែងប្អូនអូននិយាយឲ្យថាគេទិបចកប្រុសបើថ្ងៃក្រោយប៉ាម៉ាក់មានរឿងអីទុកឲ្យគេគឺជាអ្នកខ្វល់ឆ្នាំមុនរើផ្ទះបានលុយ1លានជាង1សេនក៏មិនឲ្យអូនឥឡូវបាយជាថ្ងៃនេះអូនមកយកលុយពីបងទៅវិញថ្ងៃនេះរឿងនេះបងមិនខ្វល់នោះទេទុកឲ្យគេជាអ្នកធ្វើទៅលោកប្តីគេទៅថាកំឡោះអាយុ20ឆ្នាំទេបងឲ្យគេទៅរកមិនជប់បាយស្អីទៅ
ណែនិយាយទីនេះច្រើនទៀតតាមមែនទេឲ្យបងប្អូនលក់ផ្ទះលក់ឡានទៅគឺបានហើយ លក់ចោលមិនអាចទៅឡាននេះទៅតែទិញមកទេបងឲ្យគេលក់ចោលប្រកាសជាខ្លាចទៅចល័នមួយទឹកខាត់លុយប្រមាណទៅបងដឹងដែរទេ អូបងប្អូនខាត់លុយអូនឈឺចិត្តហើយចុះអូនមករកលុយបងមិនក៏ធ្វើជាអញ្ចឹងបងសួរអូនសុខភាពប៉ាអូនសំខាន់ជាងឬក៏លុយបងប្អូនខាត់សំខាន់ជាងឥឡូវនេះប៉ាអូនឈឺដៃពេទ្យឲ្យគេយកលុយចេញមកខ្លាចខាត់លុយហើយពីមុនមានលុយចាយលុយតាពីឥឡូវនេះគឺល្អហើយប៉ាមកការរបស់ខ្លួនឯងឈឺដៃពេទ្យឲ្យគេយកលុយចេញមកតែមួយសេនក៏គេយកមិនបានតើពេលនេះអូនចង់បន្ទោសអ្នកណា លោកប្តីចុះគាត់ឥឡូវនៅមានកូនប្រសាល្អដូចជាបងហាញ់តាបងក៏ជាបរិសុទ្ធល្អម្នាក់ដែរត្រូវទេលើកនេះបងធ្វើល្អបន្តិចទៅបានទេហ៎ ធ្វើឲ្យល្អហេតុអីបងទៅធ្វើដែរកំពុងធ្វើឲ្យអ្នកណាមើលប៉ាម៉ារបស់អូនបាននិយាយហើយបងត្រឹមតែជាអ្នកក្រៅបងទៅធ្វើល្អឲ្យអ្នកណាមើលទៅ អេចាងសៀវមីងគាត់គឺជាបាបបង្កើតខ្ញុំណាមិនក៏បងចិត្តត្រជាក់គ្មានមេត្តាបែបនេះល្អណាស់ចាត់ទុកថាខ្ញុំពិតជាមើលខុសមែនហើយ លីហ្វីហ្វីបងដណ្ដឹងអូនគឺបងគិតខុសក្នុងភ្នែកក្នុងចិត្តមានតែប៉ាម៉ាក់និងប្អូនប្រុសរបស់អូនខ្ញុំគ្រាន់តែជាម៉ាស៊ីនដកលុយ បានហើយលោកប្តីទោះបីជាលើកមុនគឺអូនមិនត្រូវការពិតមែនអូនទៅវិញចុះការប្រាក់ខែនោះមកជួយតែខ្ចីលុយឲ្យអូនសូមបបបងហ៎ ឥឡូវនេះយកកាត់ប្រាក់ខែមកយកឲ្យបងទៅខ្ចីលុយអូនយល់ថាអាចទេបងមិនខ្ចីត្រូវខ្ចីឲ្យប្អូនទៅខ្ចីទៅ បានចាងសៀវមីងខ្ញុំប្រាប់បងបើថ្ងៃនេះបងមិនខ្ចីលុយឲ្យខ្ញុំទេថ្ងៃស្អែកពួកយើងលែងលះគ្នាទៅ លែងលះធ្វើអញ្ចឹងទៀតហើយគ្រប់ពេលនិយាយរហូតដល់ខ្លួនឯងគ្មានឯនិយាយក៏លើករឿងនេះក៏បានពួកយើងមិនចាំបាច់ថ្ងៃស្អែកនោះទេតែឡើយថ្ងៃនេះតែម្ដងទៅ ចាងសៀវមីងបងពិតជាចង់លែងលះជាមួយខ្ញុំមែនទេខ្ញុំខ្វល់ភ្នែកតែដឹងមើលឃើញបងចេះចោលភ្នែកសោះបងនេះតែបន្តិចក៏មិនចេះចូលដឹងគុណគេដែរហេតុអីទៅ ខ្ញុំជិះទៅចុះផ្នែកសខ្ញុំមិនចេះដឹងគុណគេអញ្ចឹងមករៀបខ្ញុំទៅស្អីទៅហៅថាដឹងគុណគេបងគួរដឹងគុណលុយអូនប៉ុណ្ណឹងមិនដែលសងគុណឲ្យលុយប៉ាម៉ាក់បងសម្បីតែមួយសេនឬមួយដឹងគុណដែលអូនយកលុយបងទៅសងគ្រួសារអូនតែមូលវិញពួកយើងរៀបការគឺដើម្បីរស់នៅក្នុងជីវភាពប្រចាំថ្ងៃឲ្យបានល្អមិនមែនបម្រើគ្រួសារទាំងមូលរបស់អូននោះទេពួកយើងមកគ្នាជាប្រិយប្រពន្ធគួរតែរួមសុខរួមទុក្ខជាមួយនឹងគ្នាចិត្តមួយថ្លើមមួយបងមិនចង់មានមិនចង់បានប៉ុន្តែក្នុងនាមអូនជាប្រពន្ធដឹងអ្វីថាគួរធ្វើអ្វីដែលមិនគួរធ្វើហើយបើសូម្បីតែទាំងនេះក៏អូនធ្វើមិនបានអញ្ចឹងពួកយើងគិតដើមមិនឆ្ងាយទៀតទេមនុស្សដូចជាអូននៅថ្ងៃនេះបងមិនត្រូវការទៀតទេ ចាងសៀវមីងអូនត្រូវការថ្លៃថ្នាំពេទ្យ20ម៉ឺនពីបងមិនឲ្យទេនៅដេញអូនចេញទៅទៀតបងធ្វើបែបនេះប្រកាសជាមានកម្មពីមានកម្មពីឬអត់មិនមែនអូនជាអ្នកសម្រេចទេពាក្យពីដើមនិយាយប្តីប្រពន្ធចិត្តតែមួយដៃមួយដុំអាចខ្លាចជាដុំមាសចាំពីពេលពួកយើងរៀបការមកចិត្តរបស់អូនមិនដែលនៅផ្ទះរបស់ពួកយើងនោះទេថ្ងៃនេះខ្ញុំឆ្អែតហើយមនុស្សស្រីដូចជាអូនចេញទៅនៅថ្ងៃនេះទៅគ្រប់គ្នាយល់ថាខ្ញុំធ្វើត្រូវដែរទេ